ខ្ញុំបកករណាសូមថ្វាយបង្គំព្រះពុទ្ធព្រះធម៌និងព្រះសង្ឃនិងជំរាបសួរបងប្អូនជនរួមភាសាបាទថ្ងៃនេះខ្ញុំមកបន្តអានចែករំលែកបន្តទៀតនៅច្បាប់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបាទចំពោះការអានថ្ងៃនេះខ្ញុំនឹងបន្តនៅក្នុងទំព័រ196បាទចំណុច4បាទទំព័រ196ចំណុច4នៅក្នុងមាត្រាទី2និយាយអំពីការឈប់បាញ់គ្នាបាទចំណុច4នៅពេលមកដល់កម្ពុជាភ្លាមហើយមិនអោយតិចជាង4សប្តាហ៍មុនចាប់ផ្ដើមដំណាក់កាលទី2មេបញ្ជាការផ្នែកយោធានៃអន្តៈដោយមានការពិគ្រោះជាមួយភាគីទាំងឡាយត្រូវសម្រេចបញ្ចប់ផែនការរបស់អន្តៈសម្រាប់ប្រមូលផ្ដុំនិងដាក់ក្នុងបន្ទាយនៃកងកម្លាំងរបស់ភាគីទាំងនោះនិងសម្រាប់រក្សាទុកអាវុធគ្រាប់រំសេវនិងសម្ភារៈស្របតាមមាត្រា3នៃឧបសម្ព័ន្ធនេះផែនការនេះនឹងរាប់បញ្ចូលទាំងការជ្រើសរើសតំបន់ប្រមូលផ្ដុំនិងតំបន់បន្ទាយក៏ដូចជាប្រតិទិនមួយដែលបានព្រមព្រៀងគ្នាហើយតំបន់បន្ទាយប្រមូលផ្ដុំត្រូវរៀបចំឡើងសម្រាប់ទំហំកងវរៈសេនាតូចឬធំជាងនេះបាទបងប្អូនជនរួមភាសាអញ្ចឹងនេះគឺចំណុច4ទំព័រ196បាទនេះគឺជាក្បួនរបស់អន្តៈក្នុងការធានាដករាល់កងកម្លាំងរាល់កងកម្លាំងបរទេសទាំងឡាយដែលបញ្ជូនមកឈ្លានពានប្រទេសកម្ពុជាដែលបញ្ជូនមករំលោភកម្ពុជាបញ្ជូនមកបំផ្លិចបំផ្លាញកម្ពុជានៅមុនឆ្នាំ91ហ្នឹងអញ្ចឹងនេះគឺជាក្បួនដ៏ពិសេសដែលអន្តៈបានប្រើគឺការចាប់រាល់ទាហានឬក៏រាល់កងកម្លាំងរបស់បណ្ដាភាគីទាំងអស់ដាក់ក្នុងបន្ទាយដែលរៀបចំឡើងនិងកំណត់ឡើងដោយអន្តៈហើយស្ថិតក្រោមការត្រួតពិនិត្យដោយអន្តៈបាទអញ្ចឹងរាល់បរទេសទាំងឡាយពួកគេភ័យខ្លួនពួកគេខ្លាចបាទបកខ្លាចពិភពលោកបានដឹងអំពីទង្វើដ៏សែនឃោរឃៅរបស់ខ្លួនដែលបានបញ្ជូនទាហានរបស់ខ្លួនមករំលោភកម្ពុជាមកសម្លាប់ពលរដ្ឋខ្មែរនៅមុនឆ្នាំ91ហ្នឹងអញ្ចឹងពួកគេបានខិតខំប្រឹងប្រែងប្រកាសថាខ្លួនឯងបានខ្លួនឯងមិនបានឈ្លានពានកម្ពុជាទេបាទមានបណ្ដារដ្ឋខ្លះគឺបានប្រកាសថាដកកងកម្លាំងរបស់ខ្លួននៅបាទនៅឆ្នាំ1985ក៏បានប្រកាសហើយឆ្នាំ1986ក្រោយមកទៀតឆ្នាំ1989ក៏ប្រកាសថាពួកគេដកកងកម្លាំងរបស់ពួកគេចេញពីកម្ពុជាឲ្យហើយបាទប៉ុន្តែរាល់ការប្រកាសថាដកកងកម្លាំងរបស់ពួកគេហ្នឹងគឺมันបានត្រួតពិនិត្យมันបានបញ្ជាក់ជាលិលាជាអសរជាពិសេសมันបានត្រួតពិនិត្យដោយបាទអន្តរជាតិនោះទេបាទអញ្ចឹងនេះគឺជាក្បួនដ៏សំខាន់ដែលអន្តៈប្រើក្បួនបន្ទាយទៅទេបាទប្រើបន្ទាយទៅទេសម្រាប់ចាប់រាល់កងកម្លាំងបរទេសទាំងអស់ហ្នឹងដែលបញ្ជូនមកឈ្លានពានកម្ពុជានៅមុនឆ្នាំ91បាទនៅចំណុចនេះពិតជាសំខាន់ណាស់បងប្អូនអាចមកអានបញ្ជាក់ដល់ខ្លួនឯងបន្ថែមនៅទំព័រ196មាត្រា1បាទជាពីការចុះបាញ់បាទខ្ញុំសូមអានបន្តចំណុច5ភាគីទាំងអស់យល់ព្រមចាត់វិធានការដើម្បីផ្ដល់ព័ត៌មានដល់កងកម្លាំងរបស់ខ្លួនយ៉ាងតិច2សប្តាហ៍មុនចាប់ផ្ដើមដំណាក់កាលទី2ដោយប្រើគ្រប់មធ្យោបាយតាក់ទងដែលមានអំពីការបរិច្ឆេទនិងពេលវេលាដែលបានយល់ព្រមអំពីការចាប់ផ្ដើមដំណាក់កាលទី2បាទសូមបញ្ជាក់បន្តិចគិញលោបងប្អូនស្ដាប់មិនទាន់អញ្ចឹងវាថាដំណាក់កាលទី2បាទដំណាក់កាលទី2នេះគឺសំដៅទៅលើការអនុវត្តកាតព្វកិច្ចរបស់អន្តៈ
ស្របតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែលអង្គការសហជីវជាតិបានបញ្ជូននៅក្រុមអាជ្ញាធរពិសេសរបស់ខ្លួនមកកម្ពុជាដើម្បីបញ្ចប់សង្គ្រាមនៅកម្ពុជាបាទអញ្ចឹងដំណាក់កាលទី2គឺជាដំណាក់កាលអ៊ុនតាក់បាទអញ្ចឹងដំណាក់កាលទី1គឺដំណាក់កាលយូណាមិចដែលលោកអគ្គលេខាធិការអង្គការសហប្រជាជាតិបានបញ្ជូនមកកម្ពុជាដើម្បីធ្វើការស៊ើបអង្កេតសិក្សាស្រាវជ្រាវរកកងកម្លាំងបរទេសរកកងកម្លាំងរបស់បណ្ដាភាគីហើយនឹងស្វែងរកនៅអាវុធគ្រាប់មស្សាវរបស់បណ្ដារដ្ឋនីមួយៗហ្នឹងបាទហើយចុងក្រងជាឯកសារទុកដើម្បីអនុវត្តដំណាក់កាលទី2ដែលអនុវត្តដោយអ៊ុនតាក់បាទអញ្ចឹងគេលោកអត់ដឹងថាដំណាក់កាលទី2ជាដំណាក់កាលអីបាទអំពីផែនការដែលបានព្រមព្រៀងសម្រាប់ការប្រមូលផ្ដុំនិងការដាក់ក្នុងបន្ទាយនៃកងកម្លាំងរបស់ពួកគេនិងសម្រាប់ការរក្សាទុកអាវុធគ្រាប់មស្សាវនិងសម្ភារៈរបស់ពួកគេនិងជាពិសេសអំពីកន្លែងពិតប្រាកដនៃតំបន់ប្រមូលផ្ដុំដែលបណ្ដាកងកម្លាំងត្រូវទៅបង្ហាញខ្លួននោះព័ត៌មានបែបនេះត្រូវបន្តផ្សព្វផ្សាយក្នុងរយៈពេល4សប្តាហ៍ក្រោយការចាប់ផ្ដើមដំណាក់កាលទី2បាទបងប្អូនជំនុំភាសាអញ្ចឹងការឈប់បាញ់បាទការឈប់បាញ់គឺអាណាភិគីមួយគឺត្រូវផ្ដល់ព័ត៌មានដល់របស់កងកម្លាំងរបស់ខ្លួនដែលកំពុងតែប្រយុទ្ធនៅបាទដែលប្រយុទ្ធក្នុងព្រៃដែលប្រយុទ្ធនៅក្នុងប្រទេសកម្ពុជាដែលប្រយុទ្ធនៅតាមទីតាំងរៀងៗខ្លួនហ្នឹងអញ្ចឹងឲ្យពួកគេនឹងត្រូវឈប់ប្រយុទ្ធជាបន្ទាន់ហើយនឹងត្រៀមខ្លួននឹងបញ្ជូនទៅបន្ទាយដែលរៀបចំឡើងដែលកំណត់ឡើងដោយអ៊ុនតាក់បាទនៅក្នុងដំណាក់កាលអន្តរការហ្នឹងបាទបងបាទហ្នឹងហើយសូមបន្តទៅចំណុច6ចុងក្រោយចំណុច6គឺបានចែងថាបណ្ដាភាគីត្រូវគោរពប្រតិបត្តិតាមយ៉ាងទៀងទាត់បំផុតការឈប់បាញ់ហើយមិនត្រូវបង្កឡើងវិញនៅការប្រទស្សរាយតាមផ្លូវគោកប្រទស្សរាយណាតាមផ្លូវគោកផ្លូវទឹកផ្លូវអាកាសឡើយបណ្ដាមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធត្រូវធ្វើយ៉ាងណាឲ្យកងកម្លាំងទ័ពទាំងអស់ក្រោមបញ្ជាការរបស់ខ្លួនស្ថិតនៅក្នុងទីតាំងរៀងខ្លួនដោយរងចាំធ្វើចលនាទៅតំបន់ប្រមូលផ្ដុំដែលបានកំណត់ឡើងនិងបាទកំណត់ឡើងហើយបាទដែលបានកំណត់ហើយឈប់ធ្វើសកម្មភាពប្រទស្សរាយនិងពង្រាយទ័ពឬចលនាទ័ពឬធ្វើអំពើណាមួយដែលនឹងកើតអំពើណាមួយដែលនឹងពង្រីកទឹកដីដែលខ្លួនត្រួតត្រាឬដែលអាចនាំទៅរកការប្រយុទ្ធគ្នាឡើងវិញបាទបងប្អូនជនរួមភាសាអញ្ចឹងការឈប់បាញ់គ្នានេះគឺអ៊ុនតាក់គឺបានប្រើក្បួនពិសេសនេះគឺការបង្កើតនៅជំរំបន្ទាយទាហានតូតេដែលនឹងរៀបចំរថប្រមូលនៃកងកម្លាំងទាំងអស់ហ្នឹងបាទដែលធ្វើសង្គ្រាមនៅកម្ពុជាដែលបានសម្លាប់ពលរដ្ឋខ្មែរយ៉ាងសាហាវគួរខើនៅមុនឆ្នាំ1991នឹងដាក់ក្នុងបន្ទាយដើម្បីគ្រប់គ្រងរក្សាទុកដូច្នេះគឺរាល់កងកម្លាំងបាទគឺរបបបរទេសទាំងឡាយគឺបានប្រកាសថាដកចេញពីកម្ពុជានៅឆ្នាំ1985 1986ក៏ប្រកាសថាដកហើយក្រោយមកទៀតឆ្នាំ1989ក៏ប្រកាសថាដកដែរបាទអញ្ចឹងបងប្អូនប្រកាសឲ្យថាប្រទេសណាជាអ្នកដកប្រកាសដកកងកម្លាំងហ្នឹងបាទគណៈដែលពួកគេគឺតែងតែប្រកាសជាអឡារឹកថាពួកគេមិនបានរំលោភឈ្លានពានកម្ពុជាទេបាទប៉ុន្តែដល់ពេលអន្តៈបាទយុទ្ធសាស្ត្របន្ទាយទទេនេះពួកគេប្រកាសដកកងទ័ពរបស់ពួកគេចេញពីកម្ពុជាបាទប៉ុន្តែការប្រកាសនោះគឺมันបានពុំមានការត្រួតពិនិត្យរបស់អង្គការសហជីវជាតិទេរហូតដល់មានការប្រកាសដែលស្របតាមគោលការណ៍កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបាទទើបមានការត្រួតពិនិត្យបញ្ជាក់ដោយអង្គការសហជីវជាតិបាទនៅស្របតាមគោលការណ៍កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះហ្នឹងហើយបងប្អូនជនរួមភាសាសូមបញ្ចប់ការអានចែករំលែកតែប៉ុណ្ណាសូមជម្រាបលាសូមគោរពលាបងប្អូនជនរួមភាសា